សួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះម៉ាក់របស់ខ្ញុំមានម្ហូបស្ងោរសុកសិតមកចូលជាមួយជីឆាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាពីថ្វីដៃរបស់ម៉ាក់ខ្ញុំបាទនេះមិនមែនជាការបង្រៀនធ្វើម្ហូបទេបាទខ្ញុំដឹងពុកម៉ែពូមីងបងប្អូនចេះធ្វើទាំងអស់គ្នាហើយនេះជាម្ហូបសម្រាប់គ្រួសារតូចមួយនេះគ្រឿងផ្សំដែលយើងធ្វើស៊ុបនោះមានដូចជាសាច់មាន់ជីឆាយដុំស៊ុបស្ងោរបង្គាយហឺសិតម្ជុលនិងខ្ទឹមសនិងស្លឹកខ្ទឹមហើយយើងយកឆ្នាំងមួយមកយកដាក់ទឹកប្រហែលឲ្យវាគ្រាន់នឹងវាមកហើយបន្ទាប់មកយើងកាត់សាច់មាន់ដែលយើងនេះយកមកកាត់ជាហាន់ទីធំបន្តិចមុំបន្ទាប់មកទឹកនោះពុះហើយយើងត្រូវដាក់ខ្ទឹមក្នុងទឹកនោះដើម្បីឲ្យវាស្ងួតបន្ទាប់មកដាក់បង្គាយហឺយើងចូលមកចប់នោះភ្លេងមិនបានទេជាមួយនឹងដុំស៊ុបស្ងោរជាមួយនឹងទឹកត្រី2ឬក៏3តាមចំណង់ចំណូលចិត្តនិងម្សៅស៊ុបស្ងោរមកពីបាយឬអាចថែមតាមចំណង់ចំណូលចិត្តទៅថែមទៀតបន្ទាប់មកដាក់មាន់ចូលដែលយើងកាត់នោះដាក់ចូលមកបងប្អូនដាក់ចូលឲ្យរងាស់វាឆ្អិនមើលការជាក់ស្ដែងហើយបើឃើញពពុះដុះចេញផងបងប្អូនឲ្យវាថ្លាកុំឲ្យវានេះ